ក្មេងឡើងទម្ងន់យឺតតើត្រូវបារម្ភទេបារម្ភបានប៉ុន្តែមិនត្រូវភ័យពេកទេបើមានការគ្រប់គ្រងត្រឹមត្រូវកុមារភាគច្រើនគាត់អាចcatch upហើយនឹងឡើងគីឡូបានល្អចាំបាច់ត្រូវពិនិត្យដល់គ្រូពេទ្យដើម្បីដោះស្រាយបញ្ហាមូលដ្ឋានផងវិធីសាស្ត្រជួយក្មេងដែលគាត់មានបញ្ហាឡើងទម្ងន់យឺតទី1គឺព្យាបាលដោយអាហាររូបធម្មប៉ាម៉ាក់ត្រូវផ្ដល់អាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមហើយនិងកាឡូរីខ្ពស់ជាពិសេសគឺសម្បូរទៅដោយជាតិប្រូតេអ៊ីនហើយនិងជាតិខ្លាញ់នៅពេលដែលគេសម្រកទម្ងន់គេតែងតែព្យាយាមកាត់បន្ថយកាឡូរីផ្ទុយទៅវិញសម្រាប់អ្នកដែលចង់ឡើងទម្ងន់បន្ថែមបរិមាណកាឡូរីដោយឲ្យគាត់ទទួលទានកាឡូរីច្រើនជាងអ្វីដែលបរិមាណដែលរាងកាយរបស់គាត់ត្រូវការដើម្បីឲ្យគាត់ឡើងទម្ងន់ដូចជាព្យាយាមបន្ថែមអាហារបំប៉នទឹកដោះម្ដាយជ្រើសរើសទឹកដោះគោដែលមានថាមពលខ្ពស់ជ្រើសរើសអាហារដែលមានថាមពលខ្ពស់ដូចជា cheese ដូចជា beurre ដូចជា avocado nut butter ទឹកដោះគោដែលមានជាតិខ្លាញ់ឬមួយក៏អាហារពិសេសបន្ថែមខ្លះៗទី2គឺត្រូវរៀបចំការវិភាគអាហារឲ្យបានច្បាស់លាស់ផ្ដល់អាហារ3ពេលនិងអាហារសម្រន់2ទៅ3ដងក្នុងមួយថ្ងៃព្យាយាមផ្ដល់អាហារឲ្យគាត់ឲ្យបានញឹកញយអាច2ម៉ោងកន្លះទៅ3ម៉ោងម្ដងកុំឲ្យក្មេងរំលងពេលញ៉ាំអាហារទី3ទាក់ទងជាមួយនឹងបរិយាកាសពេលញ៉ាំអាហារបង្កើតបរិយាកាសស្ងប់ស្ងាត់ងាយស្រួលធ្វើឲ្យក្មេងគាត់យល់ថាម៉ោងអាហារហ្នឹងគឺជាម៉ោងសម្រាប់មានការរំខានតិចតួចជាពិសេសក្មេងដែលងាយបែកអារម្មណ៍កុំឲ្យគាត់មើលទូរទស្សន៍កុំឲ្យគាត់មើលទូរស័ព្ទឬមួយក៏លេងពេលកំពុងតែញ៉ាំអាហារញ៉ាំឲ្យកូនញ៉ាំដោយខ្លួនឯងទោះបីជាពេលហ្នឹងគឺគាត់អាចមានការកំពុកអីខ្លះប៉ុន្តែជារឿងធម្មតាទេហើយយើងត្រូវរក្សាទម្លាប់នេះជាប្រចាំទី4គឺពិភាក្សាជាមួយនឹងគ្រូពេទ្យពិនិត្យសុខភាពទូទៅដើម្បីរកមើលក្រែងមានបញ្ហាផ្សេងដែលត្រូវបារម្ភដូចជាបញ្ហាអាឡែហ្ជីបញ្ហាកាពះពោះវៀនបញ្ហាទាក់ទងជាមួយនឹងមេតាបូលីសឬមួយក៏បញ្ហាអារម្មណ៍ឬមួយក៏ការអភិវឌ្ឍអ្វីដែលត្រូវជៀសវាងគឺយើងត្រូវជៀសវាងអាហារដែលមានសារធាតុចិញ្ចឹមតិចដូចជានំកញ្ចប់ដូចស្ករគ្រាប់ភេសជ្ជៈដែលមានជាតិហ្គាសយ៉ាងទៀតកុំឲ្យក្មេងគាត់ផឹកទឹកឬមួយក៏ភេសជ្ជៈច្រើនពេកពេលដែលញ៉ាំអាហារពីព្រោះភេសជ្ជៈទាំងនេះវាអាចបំពេញពោះធ្វើឲ្យគាត់ញ៉ាំអាហារតិច